តែម្យ៉ាងឡានពេទ្យអត់ខ្លាយទេគាត់ដឹកទៅខ្លួនវិញអញ្ចឹងងាកមកវិញពាក់ព័ន្ធនឹងបងប្អូនខ្ញុំចង់ឲ្យលើដៃនេះខ្ញុំមានសំណួរសួរទៅបងប្អូនថាហេតុអ្វីបងប្អូនបើកកូនម៉ូតូមិនពាក់មូលហេតុអីខ្លួនក្បាលខូចសក់មិនទម្លាប់ពាក់ឬក៏លំអក្បាលពិបាកអីឥឡូវសួរទៅបងប្អូនថាមូលហេតុអីរកមូលហេតុហ្នឹងឲ្យឃើញទើបយើងរកដំណោះស្រាយឃើញហើយរកមូលហេតុហ្នឹងឲ្យឃើញនៅតែគ្មានដំណោះស្រាយទោះបីជាពូមកផ្សព្វផ្សាយរហូតដល់ពូចូលវត្តពូចាក់ធ្វើជាអាចារ្យវត្តបងប្អូនខ្លាចទៅជាម៉ែឪគេនៅតែប៉ុណ្្នឹងដែរពូបានតែចែកចំណេះដឹងទៅគឺលោកគ្រូអ្នកគ្រូចែកចំណេះដឹងទៅផ្លូវដែលត្រូវដើរគឺបងប្អូនដើរទៅខ្លួនឯងតែគេប្រាប់ថាផ្លូវនេះដើរទៅវិញចេះផ្លូវនេះវាដើរទៅវិញចុះអាហ្នឹងការសម្រេចចិត្តរបស់ខ្លួនយើងខ្ញុំបានតែប្រាប់ផ្លូវទេថាផ្លូវនេះដើរទៅវិញចុះអញ្ចឹងឲ្យដើរមកផ្លូវនេះវិញមិនត្រូវឲ្យការពារសុវត្ថិភាពតែបងប្អូន